រឿងនារីរបាំក្នុងគំនូរនាវេលាយប់ជ្រៅភ្លៀងធ្លាក់ខ្លាំងរន្ធឹកកូលន់បន្លឺឡើងខ្លាំងរួមជាមួយសម្រែកដ៏សែនឈឺចាប់របស់នារីរូបស្រស់ម្នាក់ដែលត្រូវប្រហារមួយផ្លែដាវចំពោះយើងនឹងតាមចំកម្មចង់ពីជាមួយឯងគ្រប់ជាតិយើងនឹងមិនឲ្យឯងបានសុខនោះទេឯងសម្លាប់យើងឯងត្រូវតែទទួលវេនកម្មរបស់ឯងវិញឯងត្រូវសងយើងគ្រប់ជាតិគ្រប់ភពទាំងអស់យើងក្រយ៉ាអត់ទេមិនពិតទេនេះខ្ញុំយល់សពទេមែនទេហេតុអីក៏ខ្ញុំចេះតែយល់សពឃើញនារីម្នាក់នេះរហូតអញ្ចឹងតើមានអ្វីដែលពាក់ព័ន្ធជាមួយគ្នាទេខ្ញុំកាលពីជាតិមុនពិតជាបានសម្លាប់នាងពិតមែនណានារីនៅក្នុងរូបគំនូរម្នាក់នេះធ្វើឲ្យខ្ញុំឈួតមិនខានទេទើបចេះតែយល់សពពីនាងសឹងទៅរាល់យប់តាំងតែពីខ្ញុំទិញយករូបគំនូររបស់នាងមកដាក់តាំងក្នុងបន្ទប់ដូច្នេះក្រយ៉ាកូនកាត់អីមែនទេម៉ែឮសំឡេងកូនស្រែកដល់បន្ទប់ម៉ែតើបម៉ែមករកកូនទាំងដែលកំពុងតែដេកលក់ស្រួលផងនេះគឺខ្ញុំយល់សពអាក្រក់អ្នកម៉ែខ្ញុំយល់សពដដែលចិត្តដដែលដូចគ្នាមកជាច្រើនយប់ហើយយល់សពឃើញស្អីកូនគឺខ្ញុំយល់សពឃើញនាងស្រីម្នាក់នៅក្នុងគំនូរម្នាក់នេះណាម៉ែកូនគិតច្រើនពេកហើយឆាប់ដេកវិញទៅចេះតែនឹកប្តេជ្ញាឲ្យកូនឯងនេះដេកទៅព្រឹកឡើងប្រញាប់ភ្ញាក់ផងទៅជួយមើលចំការផ្លែឈើជំនួសម៉ែផងណាបាទអ្នកម៉ែសុំទោសដែលធ្វើឲ្យរំខានដល់ដំណេករបស់អ្នកម៉ែដេកទៅកូនម៉ែទៅបន្ទប់ម៉ែវិញហើយថារួចអ្នកស្រីឆូវីក៏ចេញពីបន្ទប់របស់កូនប្រុសក្រយ៉ានិយាយទៅកាន់រូបគំនូររួចក៏ដាក់ខ្លួនដេកតែម្ដងនាងបរិសាចេញពីក្នុងគំនូរឈរសម្លឹងនេះក្រយ៉ាឯងមិនដឹងមិនចាំថាបានធ្វើអ្វីយើងខ្លះប៉ុន្តែយើងចង់ចាំគ្មានថ្ងៃភ្លេចនោះទេថាឯងជាអ្នកដែលសម្លាប់យើងកាលពីជាតិមុនយើងនឹងសងសឹកនៅអ្វីដែលឯងបានធ្វើមកលើយើងជាក់ជាមិនខានទេនេះព្រឹកឡើងក្រយ៉ាកូនមកហូបបាយសិនទៅណាចាំទៅចំការម៉ែឲ្យគេរៀបចំសម្រាប់កូនរួចហើយឆាប់មកកូនអ្នកម៉ែខ្ញុំមិនទាន់ឃ្លានទេចាំមកវិញចាំខ្ញុំហូបខ្ញុំប្រញាប់ទៅសិនហើយឬកម្មករប្រាប់មកថានៅចំការថ្ងៃនេះគឺផ្លែឈើខូចខាតច្រើនណាស់ទើបខ្ញុំប្រញាប់ទៅមើលអ្នកម៉ែពិសាមុនទៅថារួចគេក៏ចេញទៅបាត់តែម្ដងមានរឿងចឹងផងមែនទេនឹងវែវផ្លែឈើខូចខាតដោយសារអីនាងដឹងទេអ្នកស្រីសួរខ្ញុំតើឲ្យខ្ញុំទៅសួរអ្នកណាបើខ្ញុំនៅផ្ទះដែរនឹងមិនបានទៅចំការផងនាងនេះយើងសួរស្រួលបួលមកត្បកឲ្យយើងវិញប្រយ័ត្នអត់ប្រាក់ខែទៅនាងឯងនេះខ្ញុំនិយាយលេងទេអ្នកស្រីសុំទៅផងចាមានរឿងអីបានជាផ្លែឈើខ្លាយទៅជាបែបនេះមើលចោះដង្កូវចោះសឹងតែគ្មានសល់ផ្លែល្អមួយនោះទេខ្ញុំបានប្រាប់ហើយថាឲ្យរុំថងពីក្រៅការពារដង្កូវហេតុអីក៏នៅតែធ្វើបែបនេះទៀតអ្នកប្រុសពួកខ្ញុំមកយកថងរុំដូចរាល់ដងអញ្ចឹងប៉ុន្តែដោយសារវាជ្រុះរៀលពេញដីទៅពួកខ្ញុំរើសយកមកស្រាយមើលក៏ឃើញដង្កូវចោះអញ្ចឹងតែម្ដងរួចហើយពួកខ្ញុំក៏សម្រេចចិត្តថានាំគ្នាស្រាយមើលឲ្យគ្រប់ដើមទើបដឹងថាវាអញ្ចឹងទាំងអស់ខូចអស់ហើយមិនមានអ្វីយកទៅលក់ទៀតទេអ្នកទាំងអស់គ្នាប្រមូលផ្លែឈើទាំងអស់នេះចោលទៅណាទុកតែផ្លែណាដែលល្អៗទៅបានហើយបាទអ្នកប្រុសតោះពួកយើងឆាប់ជួយគ្នាមួយដៃមួយជើងទៅខ្ញុំមិនជឿថាសុកវាคล้ายទៅជាបែបនេះនោះទេប្រកាសជាមាននរណាចង់មកធ្វើបាបខ្ញុំជាមិនខានក្រយ៉ាឈរនិយាយម្នាក់ឯងសុកក៏ប្រទះភ្នែកឃើញនាងនារីម្នាក់នាងក៏ស្រាប់តែដើរគេចចេញទៅគេដើរទៅតាមអំបាញ់មិញយើងដូចជាឃើញនរណាម្នាក់នៅម្ដុំនេះច្បាស់ណាស់តែឥឡូវមិនក៏បាត់នាងអញ្ចឹងខណៈនោះដែរក៏មានមនុស្សដើរចូលមកអ្នកប្រុសអ្នកស្រីឲ្យខ្ញុំមកតាមវ៉េវមានរឿងអីមែនទេអ្នកប្រុសកំតាន់អាសួរអីពេលទៅដល់ផ្ទះគេដឹងហើយនិយាយគ្នារួចពួកគេក៏ប្រញាប់ទៅផ្ទះវិញយ៉ាងលឿនអ្នកម៉ែមានរឿងអីហ៎បានជាឲ្យវ៉េវទៅតាមហៅខ្ញុំមកផ្ទះប្រញាប់ដូចនេះកូនមើលរូបគំនូរនេះទៅគំនូរហ្នឹងកាត់អីមែនទេមើលទៅនឹងដឹងហើយនេះយ៉ាងម៉េចហ្នឹងបាត់រូបតាណាបាត់ហើយ
អ្នកណាយករូបស្រីម្នាក់ក្នុងគំនូរនេះចាញ់ឬក៏មានអ្នកណាមកលុបមែនទេ គ្មានអ្នកលុបនោះទេគឺវាបាត់ហើយបាត់ដោយខ្លួនឯងស្ត្រីម្នាក់នៅក្នុងគំនូរគឺបាត់ស្រមោលតែម្ដងវាជារឿងដែលមិនគួរឲ្យជឿនោះទេកូនឆាប់យកវាទៅបោះចោលទៅកុំទុកនៅផ្ទះទៀតអីម៉ែព្រឹសសម្បល់ខ្លាំងណាស់ ខ្ញុំក៏កាត់ដូចអ្នកស្រីដែរអ្នកប្រុសយកវាទៅបោះចោលទៅសុកក៏បាត់រូបមនុស្សសល់តែផ្ទាំងគំនូរទៅទេស្អាតអញ្ចឹង អ្នកម៉ែនឹងវេវគិតច្រើនពេកហើយប្រហែលជាវារលុបដោយខ្លួនឯងទេដឹង ក្រយ៉ានិយាយជាមួយម្ដាយរួចក៏យករូបគំនូរដើរចូលទៅក្នុងបន្ទប់វិញនៅក្នុងបន្ទប់ ខ្ញុំមិនជឿទេថានាងមានរូបរាងពិតប្រាកដនៅលើโลกមួយនេះខ្ញុំមិនខ្លាចនាងនោះទេប្រសិនបើនាងបង្ហាញខ្លួនឲ្យខ្ញុំឃើញ ក្រយ៉ារអ៊ូជាមួយរូបគំនូរសុកក៏លឺដោយសំឡេងអ្វីមួយមកហៅគេឲ្យដើរទៅរកទៅគេក៏ចេញទៅដើរទៅរហូតដល់ខាងក្រៅផ្ទះ តែជាស្អីហ្នឹងនាងជានរណាស្លៀកពាក់ចម្លែកបែរមុខឲ្យខ្ញុំឃើញបន្តិចមើល គឺយ៉ានិយាយរួចក៏ងាកមកសឹងតែធ្វើឲ្យគេអស់ព្រលឹងព្រោះនាងជានារីដែលនៅក្នុងរូបគំនូរឯងចាំចឹងបានហើយមែនទេថាចឹងជាអ្នកណា នាងជាអ្វីឲ្យប្រកបមនុស្សឬក៏ជាខ្មោច យើងជាម្ចាស់កម្មពីរបស់ឯងដែលឯងបានសម្លាប់យើងកាលពីជាតិមុនយើងមកសងសឹកជាមួយឯងវិញ អូយលេងខ្ញុំទៅ ឯងសំតែទទួលបែបនេះឯងសម្លាប់យើងឯងធ្វើឲ្យយើងស្លាប់ឯងត្រូវតែស្លាប់នៅក្នុងជាតិនេះវិញ លេងខ្ញុំលេងនាងលេងខ្ញុំទៅ ក្រយ៉ានៅឯណាកូនខណៈពេលនោះផងដែរសម្លេងអ្នកស្រីឆូវីស្រែកហៅកូនធ្វើឲ្យនាងបរិសារលាយបាត់ភ្លាម អ្នកម៉ែខ្ញុំនៅទីនេះ ក្រយ៉ាកូនកើតអីហ្នឹងមកធ្វើស្អីក្រៅផ្ទះយើងហ្នឹងករបស់កូនមិនក៏ក្រហមខ្លាំងម្ល៉េះអ្នកណាធ្វើអីមែនទេ ខ្ញុំមកតាមសំឡេងដែលនាំខ្ញុំមកណាអ្នកម៉ែ ឆាប់ក្រោកឡើងហើយទៅផ្ទះយើងវិញលោកពេលមកដល់ផ្ទះក្រហមខ្លាំងដល់ហើយករបស់កូននោះ អ្នកប្រុសទៅធ្វើអីទៅខ្លាចជាអញ្ចឹងមិនមែនទៅចង់កលេងទេណាអ្នកប្រុស ផ្ទះបែកមាត់ដល់លើហើយនាងវេវមកនិយាយស្អីឈួតអញ្ចឹងនាងឯងនេះ បានហើយអ្នកម៉ែខ្ញុំមិនអីទេអ្នកម៉ែត្រឡប់ទៅវិញបានហើយខ្ញុំចង់សម្រាក អឺដេកទៅអញ្ចឹងម៉ែទៅវិញហើយថារួចអ្នកស្រីឆូវីនិងអ្នកបម្រើក៏ចេញពីក្នុងបន្ទប់ នាងមិនមកក្នុងរូបគំនូរនេះវិញទេបើសិនជាខ្ញុំធ្វើខុសចំពោះនាងក៏គួរតែឲ្យឱកាសខ្ញុំលុបលាងកំហុសផងកុំធ្វើអញ្ចឹងអី ឯងលុបលាងមិនអស់នោះទេ នាង ឯងសងមិនអស់ឯងសម្លាប់យើងឯងធ្វើឲ្យយើងរស់នៅវេទនាតាមស្វែងរកឯងរហូតមកពេលនេះយើងជួបឯងហើយគិតថាយើងព្រមដោះលែងឯងវិញងាយមែនទេ ខ្ញុំសុំទោសតែនាងក៏គួរតែលើកលែងទោសឲ្យខ្ញុំកុំនៅបន្តកម្មពៀននឹងគ្នាទៀតអី យើងចង់នៅបន្តកម្មពីជាមួយឯងយើងចង់សម្លាប់ឯង អូយជួយផងអ្នកម៉ែជួយខ្ញុំផង ឯងនាងបរិសារលាយបាត់ទៀតហើយកើតអីកូនស្រែកលឺយ៉ាងនេះម៉ែរត់មករោណាសឹងតែដួលកាប់មុខហើយអំបញ្ញមិញនេះ គឺខ្ញុំយល់សពអាក្រក់ណាស់អ្នកម៉ែប៉ុន្តែឥឡូវនេះអស់អីហើយអ្នកម៉ែអាចទៅវិញបាន ប្រកាសហើយមែនទេ បាទអ្នកម៉ែ នេះពេលយប់ ឆ្កែវាមកលូស្អីខ្មៅហ្នឹងវើយឯងនេះខ្លាចសឹងអីហើយពួកអាឈួតនេះអើយពួកឯងលូស្អីក៏លូម្ល៉េះអាស្អីហ្នឹងមកទីធ្វើយើងនេះអើយគុំព្រះធម៌ព្រះសង្ឃអើយជួយខ្ញុំផងអើយខ្មៅឡើងជួយផងជួយផងអើយជួយផងខ្មៅឡើងជួយផងអើយជួយផងអ្នកស្រីអ្នកប្រុសជួយខ្ញុំផងខ្មៅឡើងអើយជួយផង វាកាត់ស្អីនាងឯងនេះនាងវេវស្រែកនោះស្រែក អ្នកស្រីខ្ញុំត្រូវខ្មៅឡងអើយអ្នកស្រីខ្ញុំត្រូវខ្មៅឡងជួយខ្ញុំផងអ្នកស្រី វាគ្មានទេនាងឯងដេកយល់សពទេដឹងកុំចេះតែថាអីផ្ទះនេះយើងនៅយូរហើយគ្មានអ្វីនោះទេ ស្ងប់អារម្មណ៍សិនទៅវេវឈប់ខ្លាចហើយសម្រួលអារម្មណ៍បន្តិចកុំស្រែកលោឡាទៀត
ឃើញនៅណានាំខ្ញុំទៅមើលមើល អូយកុំទៅអីណាប្រុសវាគួរឲ្យខ្លាចខ្លាំងណាស់វាសម្រាប់ខ្លួនពីលើដំបូលពីដើមចុះមករកខ្ញុំដែរកំពុងតែដេកអើយខ្ញុំភ័យពេកក៏រត់ចេញតែម្ដងទៅមិននៅដេកទៀតទេ អញ្ចឹងយប់នេះវេវដេកបន្ទប់ជាមួយអ្នកម៉ែទៅណាបើខ្លាច ចាអ្នកប្រុស ថ្ងៃបន្ទាប់មកលេងទីនេះប្រហែលថ្ងៃក៏បានដែរក្មួយឲ្យតែចង់មកលេងកុំខ្លាចក្រែងចិត្តមិញអី បាទអ្នកមីងខ្ញុំនឹងនៅលេងឲ្យបានយូរយូរបានឯងមកលេងល្អហើយនឹងបានជាគ្នាមិនសូវស្ងាត់ផ្ទះនិយាយអញ្ចឹងផ្លែឈើឯងតកៅចោះនោះមកពីស្អីឯងមានដឹងទេគ្នាមិនដឹងទេប៉ុន្តែក៏ចាត់ការរួចរាល់អស់ហើយកុំបារម្ភអី និយាយរួចក៏នាំនីស័យចូលក្នុងបន្ទប់ ណែកើតអីហ្នឹងមិនក៏អូសដៃយើងចូលបន្ទប់បញ្ញាប់អញ្ចឹងឯងចង់ធ្វើស្អីយើងមែនទេយើងមានរឿងចង់ប្រាំរូបគំនូរដែលយើងបានទិញមកពេលនេះគឺបាត់រូបមនុស្សស្រីទៅណាបាត់ហើយឈួតតែដឹងវាមិនដែលមនុស្សក្នុងគំនូរចេះរត់នោះទេកុំមកបោកយើងឲ្យសោះណាបើមិនជឿទេឯងមើលទៅបាត់ស្រីម្នាក់ក្នុងរូបគំនូរបាត់ទៅហើយអត់មានបាត់ផងហ្នឹងនៅដដែលតាថាបោកបោកមែនអានេះលេងសើចច្រើនណាស់វ៉ៃប៉ុន្តែប្រហែលថ្ងៃមុនបាត់មែនតាឥឡូវមិនក៏មកនៅវិញអញ្ចឹងយើងអត់កុហកឯងទេនាងបាត់ចេញពីក្នុងគំនូរនេះមែនណាប៉ុន្តែពេលយើងយកមកឲ្យឯងមើលក៏ឃើញមានវិញយើងនិយាយការពិតណាពិតក៏ពិតតែអញ្ចឹង នីស័យក៏ដើរចេញពីក្នុងបន្ទប់នេះក្រយ៉ាវិញ នាងចង់លេងស្អីជាមួយខ្ញុំនាងស្រីរបាំក្នុងគំនូរប្រយ័ត្នយកទៅដុតចោលទៅ អញហ៊ានមែនទេបើឯងហ៊ានចឹងនឹងច្បាច់កអញទៀតមិនខានទេ ចាញ់មកហើយមែនទេយប់មិញនាងជាអ្នកលងបន្លាចវេវមែនទេ មិនមែនជាយើងទេចឹងមិនដឹងមិនបានធ្វើឡើយ បើមិនមែនជានាងទេតើនៅមានអ្នកណាទៀតព្រោះខ្ញុំឃើញតែនាងម្នាក់ប៉ុណ្ណោះ គឺមានអ្នកផ្សេងប៉ុន្តែយើងមិនដឹងទេថាជាអ្នកណា នាងកុហកធ្វើជាខ្មោចហើយនៅកុហកទៀតហ៎ យើងមិនកុហកទេមិនមែនជាយើងនោះទេ បានហើយឈប់និយាយទៅខ្មោចកុហកខ្មោចអន់ចរិត នេះក្រយ៉ាក៏ដើរចេញពីក្នុងបន្ទប់តែម្ដងនេះពេលជប់នីស័យឈរសម្លឹងតាមបង្អួចក៏ឃើញមាននារីម្នាក់កំពុងតែរាំរបាំមើលហើយគួរឲ្យព្រឺរោម ដូចជាមិនស្រួលទេវ៉ៃអូយមុខអាក្រក់ម្លេះលោកអើយខ្មោចតាជួយផងជួយយើងផងអង្កយាជួយយើងផងខ្មោចលងយើងហើយ នីស័យរត់ចេញពីក្នុងបន្ទប់គ្រប់គ្នាក៏ចេញមករក កាត់អីហ្នឹងខ្មោចលងយើងវារំរបាំនៅមុខបង្អួចយើងហើយពេលរំចប់ក៏បែរមុខមើលមកយើងមុខវាអាក្រក់ណាស់តែខ្មោចអ្នកខ្លះស្អាត និយាយស្អីអំបញ្ញមិញកូន គ្មានស្អីទេអ្នកម៉ែចូលទៅសម្រាប់ចុះខ្ញុំនាំអាស័យទៅដេកបន្ទប់ជាមួយខ្ញុំព្រោះវាខ្លាចខ្មោច នេះពេលព្រឹក នាងទៀតហើយមែនទេដែលតាមលងមិត្តខ្ញុំ មិនមែនជាខ្ញុំនោះទេ ប៉ុន្តែខ្មោចនោះក៏រំរបាំបើមិនមែននាងតែជានរណាទៅវិញ អញគិតថាខ្ញុំចេះរាំរបាំតែម្នាក់ឯងមែនទេសួរតំណាប់ជាមនុស្សដែរប៉ុន្តែមិនចេះគិតឲ្យបានច្រើនទេអាមនុស្សអត់កំណើត នាងខ្មោចមាត់អាក្រក់ ខណៈនោះដែរនីស័យក៏ដើរចូលមករកមិត្តភ័ក្តិតែឃើញនីក្រយ៉ានិយាយតែម្នាក់ឯងនោះទេ ឯងឈរនិយាយជាមួយនរណាគេនៅមុខផ្ទះនេះឈួតមែនទេយើងឈរនិយាយជាមួយនាងស្រីរបាំម្នាក់នេះឯងមិនឃើញទេអីអូយអានេះឯងក៏មកបន្លាចមើលមនុស្សកពស់ខ្លាចផងឯងឈរនិយាយម្នាក់ឯងហ្នឹងគ្មាននរណាទៀតទេ គ្មានអ្នកណាមើលឃើញខ្ញុំឡើយក្រៅពីឯង យើងឈរនិយាយតែម្នាក់ឯងទេលេងឈួតដឹងតែឯងខ្លាចហើយនៅបន្លាចរហូតហ្មង នេះពេលជប់ អូយឆ្កែព្រុសខ្លាំងដល់ហើយអ្នកស្រី នាងនេះនៅស្ងៀមតែមើលកុំមកអោបយើងត្រូវការដេកហើយទៅដេកកន្លែងឯងទៅនៅខាងក្រោមនោះ អ្នកស្រីខ្ញុំខ្លាចប៉ិតមែនណាខ្ញុំសុំដេកក្បែរផង នាងនេះវើយ អាយអូយខ្មៅអ្នកស្រីខ្មៅ ឯណា នោះអ្នកស្រី ហើយខ្មោចពិតមែនជួយផងកូនប្រុសជួយម៉ែផងខ្មោចលោម៉ែហើយខ្មោចនោះ
ហោះមកក្បែរអ្នកទាំងពីរដោយបន្លាចចេញជាមុខអាក្រក់គួរឲ្យខ្ពើមអើយកូនព្រះជួយកូនព្រះជួយអ្នកគ្រប់គ្នាក៏បានឃើញទាំងអស់ប៉ុន្តែខ្មោចនោះបែរទៅជាច្របាច់កនាងបរិសាទៅវិញលែងយើងលែងអញជាអ្នកណាមកធ្វើបាបអ្នកនៅក្នុងផ្ទះនេះដើម្បីអ្វីលែងយើងលែង នាងមិនចាំយើងទេយើងជាអ្នកដែលចាក់សម្លាប់នាងឯងនោះហើយជាតិនេះយើងក៏តាមសម្លាប់នាងឯងឲ្យស្លាប់ទៅម្ដងទៀតយើងមិនបានចាប់កំណើតតែយើងក៏នឹងធ្វើឲ្យព្រលឹងនាងឯងមិនបានចាប់កំណើតដូចគ្នាដែរការពិតគឺជាឯងចុះហេតុអ្វីក៏ឯងមកទម្លាក់កំហុសឲ្យអ្នកផ្សេងឯងផ្ដោតឈ្មោះខ្លាំងៗឲ្យយើងមិនគួរភ្លើសោះដឹងដែរថាឯងបិទមុខហើយប៉ុន្តែយើងបែរជាស្លងជឿគ្រាន់តែបន្សល់ឈ្មោះខ្លាំងៗមកពីនាងឯងវាល្ងងកុំធ្វើឲ្យនាងឲ្យសោះឈប់ភ្លាមទៅនាងជានារីនៅក្នុងរូបគំនូរមែនទេអ្នកម៉ែមើលនាងឃើញហ៎គឺមើលឃើញកូនប្រុសឆាប់យកដាវមកដាវពុកឯងបន្សល់ទុកឲ្យមកនោះអីយកមកចាក់សម្លាប់អាខ្មោចចង្រៃនេះចោលទៅបាទអ្នកម៉ែនេះក្រយ៉ារត់ទៅរកដាវបានហើយក៏បំរុងកាប់ព្រលឹងខ្មោចនោះប៉ុន្តែអូយឯងកុំគិតចង់មកសាកល្បងជាមួយយើងឲ្យសោះយើងនឹងសម្លាប់ពួកឯងទាំងអស់គ្នាក្រយ៉ាឆាប់ក្រោកឡើងជួយម្ដាយរបស់ឯងជួយគ្រប់គ្នាទៅបិទមាត់ទៅនឹងបរិសាអាណាន់ច្របាច់កនាងម្ដងទៀតពេលនោះនេះក្រយ៉ាក៏ក្រោកលើកដាវចាក់អាណាន់បានសម្រាប់អាណាន់ត្រូវមួយដាវក៏រលាយព្រលឹងខ្ទេចខ្ទីតែម្ដងអញធ្វើវាបានហើយសុំទោសដែលយកច្រឡំលើឯងមិនអីទេហើយឯងនិយាយជាមួយនរណាគេហ្នឹងកាយ៉ានិយាយជាមួយនារីរបាំដ៏ស្រស់ស្អាតម្នាក់ប៉ុន្តែពេលនេះនាងចិត្តទៅចោលយើងហើយចិត្តហើយ